តបងប្អូនដល់ម៉ោងធ្វើម្ហូបហើយបងប្អូនតើបងប្អូនបានម្ហូបអីដែរចំណែកខ្ញុំនេះបងប្អូនអើយលើកទី1បងប្អូនដែលខ្ញុំស្ងោរងាំងើដាក់ផ្សិតម្ជុលអញ្ចឹងណាបងប្អូនធ្លាប់តែស្ងោរងាំងើដាក់សាច់ធម្មតាដល់ថ្ងៃនេះខ្ញុំមកស្ងោរងាំងើដាក់ផ្សិតម្ជុលម្ដងបងប្អូននេះផ្សិតម្ជុល3ដុំហ្នឹងហើយក៏ដាក់ទាំងអស់ទៅបងប្អូនអើយនេះផ្សិតម្ជុលឲ្យកូនទៅទិញមកហើយកាត់ក្បាលវាចោលបន្តិចអញ្ចឹងណាបងប្អូនហើយដូចបងប្អូនឃើញក្បាលវីដេអូខ្ញុំមិញអញ្ចឹងគឺខ្ញុំដាក់គល់លឹកក្រែងដីលឹកក្រូចបន្តិចអញ្ចឹងណាបងប្អូនស្ងោរងាំងើលើកមុនខ្ញុំអត់ដែរដាក់ឯងបងប្អូនអើយតែលើកហ្នឹងគឺខ្ញុំកែច្នៃព្រោះស្ងោរងាំងើយើងត្រូវតែបដូររសជាតិអញ្ចឹងណាបងប្អូនថាយើងដាក់លើកនេះអញ្ចេះលើកនោះអញ្ចោះអញ្ចឹងទៅគីឡូវាឆ្ងាញ់ហើយខ្ញុំនេះក៏ទ្រាំទៅស្លឆ្អិននេះដាក់ទឹកក្រូចឲ្យឡើងអស់មួយកែវបាត់ហើយបងប្អូនអើយចាំស្លយូរពេកក៏ដាក់មកកំប៉ុងឡើងដាច់ប៉ិតបងប្អូនអើយមើលចក្រានជើងឆ្នាំងខ្ញុំនេះបងប្អូននិយាយពីថាដល់កវាយនេះបែរទៅរកជាងបន្តិចអីបន្តិចអញ្ចឹងណាឥឡូវមកបើកមើលឆ្អិននៅបងប្អូនឆ្អិនហើយយើងដាក់ផ្សិតដាក់អីចូលអញ្ចឹងណាព្រោះស្ងោរមាន់លើកនេះអត់មាំដូចលើកមុនទេបងប្អូនមាន់ខ្ចីឯងហើយខ្ញុំធ្វើការដាក់ងាំងើដាក់គ្រឿងក្រៅឲ្យចូលឲ្យអស់ចឹងណាបងប្អូនរួចហើយចាំដាក់ផ្សិតដល់មកពុះលើកចុះបានហើយខ្ញុំមិនមែនមកបរៀនហើយក៏មិនមែនមកចែកម្លែកទេបងប្អូនអានេះគ្រាន់តែថាជីសម្លតាមផ្ទះរបៀបរបស់ខ្ញុំទេបងប្អូនតើបងប្អូនស្លមិនដាក់អីទៅតាមចិត្តបងប្អូនទៅតែបើបងប្អូនចូលចិត្តថាចង់ធ្វើតាមខ្ញុំគីឡូវាឆ្ងាញ់អីខ្ញុំមិនដឹងដែរបងប្អូនធ្វើតាមទៅឥឡូវខ្ញុំធ្វើការភ្លក់និយាយថាជាតិអូជាតិបងប្អូនអើយនិយាយមិនជាតិមិនបើមាន់ឡើងមកមូលហើយបងប្អូនហើយដាក់ផ្សិតដាក់អីទៀតនិយាយបើមិនជាតិមិនបាច់ចាំនិយាយស្ងោរមាន់អីតែពេលរួចហើយភ្លក់ល្មមអស់ហើយយើងក៏ថែមផ្សិតទៅបងប្អូននេះផ្សិតដាក់តាមមកពុះឆ្ងាញ់ហើយបងប្អូនមិនចាំដាក់យូរពេកនាំទៅវាផុយអីទៅណាវីដេអូបងប្អូនអើយមិនចេះថតពីអីទេខ្ញុំថតតែចេះឯងយើងដើរលេងទៅយើងបានទិញអីហូបអញ្ចឹងទៅបានសឡបានបាយឬក៏យើងបានដើរលេងទិញអីហូបអញ្ចឹងទៅវាមិនមានអីថាវីដេអូអីណាស់ណាយទេបងប្អូនគឺមានតែចេះឯងឥឡូវមកពុះហើយខ្ញុំក៏ថែមជីខ្ទឹមជាអាណាជីវងលឹកខ្ទឹមអីហ្នឹងណាបងប្អូនយើងថែមអញ្ចឹងមកតែបើបងប្អូនចង់ថែមអីគេខ្ទឹមពងហ៎បើដាក់ខ្ទឹមពងទៀតឬរសជាតិវាទៅមួយយ៉ាងទៀតណាបងប្អូនតែខ្ញុំអត់ចូលចិត្តដាក់ឯងចាំលើកក្រោយគីឡូខ្ញុំស្ងោរដាក់ម្ដងចាំមើលតើរសជាតិវាខុសពីនឹងអត់ឥឡូវធ្វើការដួសចាក់ដាក់ចានដាក់អីឲ្យកូនញ៉ាំបងប្អូនអើយមកដល់មកពីរៀនហើយយើងអ្នកធ្វើម្ហូបបងប្អូនអើយបបាប់ឆាប់បានកូនមកពីរៀនឆាប់តន់ញ៉ាំព្រោះកូនខ្ញុំគាត់រៀនគួរផងអីផងអញ្ចឹងបងប្អូនដល់ពេលអញ្ចឹងទៅតល្ងាចម៉ោង7បានចូលផ្ទះមកដល់ផ្ទះសម្រាប់បានតែ1ម៉ោងកន្លះអីទេហ្នឹងហើយឥឡូវឆ្អិនហើយរៀបរាប់ច្រើនហៅកូនហៅចៅមកញ៉ាំធ្វើឆ្អិនអស់ហើយត្រូវដួសឲ្យកូនញ៉ាំទៀតបងប្អូនមិនចឹងទេវាអត់ចង់ញ៉ាំបាយសោះមកបរិញ្ញានាំគ្នានោះទៅសងំទូរស័ព្ទឯណានោះវាមិនចង់ញ៉ាំបាយណាហ្នឹងហើយបងប្អូនវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងឯងហើយក៏អរគុណបងប្អូនដែលបានចូលចិត្តស្រឡាញ់នឹងចូលមើលវីដេអូជូនពរបងប្អូនឲ្យមានសុខភាពល្អទៅណាមកណាជួបតែរឿងល្អអញ្ចឹងណាបងប្អូនចាំជួបគ្នាវីដេអូក្រោយទៀតហ្នឹងហើយអរគុណច្រើនខ្ញុំដាក់វីដេអូសំឡេងស៊ីនឲ្យបងប្អូនស្ដាប់បន្តិចចុះថាគ្រូសាអ្នកញ៉ាំបាយញ៉ៃញ៉ៃប៉ុណ្ណាមួយចង្អឹងនោះបាយឆ្ងាញ់ហ៎ហៅប៉ាហៅអីញ៉ាំបាយផងអីអត់ទេអីណាប៉ាញ៉ាំអីអត់ញ៉ាំទៅត្រូវហៅដែរអត់ញ៉ាំអត់ទៅតែយើងត្រូវតែហៅអ្នកថតនេះក៏មិនតន់ឃ្លានដែរព្រោះថាអស់ទឹកក្រូចមកកំប៉ុងហើយអញ្ចឹងអត់តន់ឃ្លានទេបងប្អូនណាមើលពោះមើលរៀងគេទៅនេះរៀងគេលេងសម្រក់រៀងឥឡូវចាប់ផ្ដើមទុកឲ្យធាត់វិញណាបាយបងប្អូនវីដេអូមានតែប៉ុណ្្នឹងអីចាជួបគ្នាវីដេអូក្រោយរៀងវែងតិចណាវីដេអូហ្នឹងកុំធុញណា